នេះជាផ្កាកេសរកូលដែលអ្នកខ្លះគាត់ហៅ orchidea ហើយនឹងមានឈ្មោះអង់គ្លេសថា orchid មានរូបរាងនិងពូជខុសៗចន្លោះគ្នាដោយខាងវីដេអូដែលខ្ញុំយកពីបរទេសមកនេះគាត់កំពុងតែ review របៀបដាំដុះរបស់ orchid ពូជ phalaenopsis ការបង្ហាញគឺជាផ្កាស្រស់តោះឥឡូវយើងទៅមើលថាបើសិនជាយើងយកពូជ phalaenopsis នេះមកធ្វើជាមួយលួសកាមញីវាមានរូបរាងមិនដែរខ្ញុំប្រើប្រាស់កាមញីចំនួន3ពណ៌គឺពណ៌ស្វាយរាងដិតស្វាយ cell ជាងគេហើយនឹងពណ៌បៃតងមានកាភ្លើងមាញ់កៅមានអីអញ្ចឹងណាជាពិសេសគឺអត់ភ្លេចជាមួយបន្ទាត់ទេដែលយើងយកលួសមកកាត់យកប្រវែង10 cm នេះបងអាចកាត់ប្រវែង10 cm នេះឲ្យច្រើនក៏បានដែរអត់ខុសទេព្រោះយើងត្រូវធ្វើច្រើនដែរហើយបានយើងទៅយកមកតសៃវែងចាតសៃនេះអាពេញហ្មងយកមកបែកជា2មកស្មើនឹង15 cm និយាយទៅ style ធ្វើវាអត់សូវខុសគ្នាទេងាយស្រួលដែរគ្រាន់តែរៀងស៊ីពេលហើយវីដេអូនេះខ្ញុំចំណាយពេលថត3ម៉ោង73ម៉ោងថតបានសម្រាប់មក40នាទីជាងកាត់សល់ត្រឹមតែ7-8នាទីទេអញ្ចឹងមកបងអាចមើលមួយឬក៏សារខ្លះទៅបើធ្វើអត់ទាន់អាចសារទៅសារមកអញ្ចឹងហើយសម្រាប់ដែលខ្ញុំកំពុងតែធ្វើពុតពេលនេះគឺស្លាប់ខាងក្រៅចំនួន2អញ្ចឹងយើងធ្វើអានេះសិនចាំយើងមាននិយាយទៅជំហាន step វាច្រើន step ដែរសម្រាប់ orchidea មួយនេះសម្រាប់ពេលពុតនេះវិញបងសូមប្រុងប្រយ័ត្នណាព្រោះបើពុតអត់ស្រួលទេវាអាចនឹងអត់ជាប់របូតហើយនឹងមួយទៀតគឺអាចមុតដៃយើងហ្មងអញ្ចឹងអាចធ្វើមួយឲ្យថ្នមនឹងកោងសាច់លួសមករហូតមកវានឹងជាប់ direct និយាយទៅគ្រាន់តែថាប្រយ័ត្នតិចទៅគ្រូកុំឲ្យមុតដៃព្រោះដោយសារខ្ញុំមុតហើយបើខ្ញុំណែនាំទៅប្រាប់ហ្នឹងមកចាហៀងគឺយើងយកតែ4តសៃបានហើយអញ្ចឹងយើងវិលត្រឡប់មកខាងមកចាហៀងទៀតយើងវិលពុតមកចាហៀង4មកចាហៀង4អញ្ចឹងព្រោះពេលដែលយើងពុតអញ្ចឹងហើយបាទយើងយកវាទៅអោបគ្នាតាមក្រោយដល់កន្លែងនេះដល់វគ្គប្រើកៅទៀនហើយគឺយើងប្រើប្រាស់វាដើម្បីបិទភ្ជាប់ឲ្យឡើងជារូបរាងស្លឹកដែលឬក៏ស្លាបចាចំនួន2បន្តមកទៀតចាប់ដើមធ្វើស្លាបតូចម្ដងដែលប្រើប្រាស់តែ3តសៃទេប្រហែល10 cm ដដែលហើយយើងយកមកតសៃមកពុតតែកុំឲ្យស្មើគ្នាឃើញខ្ញុំដែរគឺរៀងមួយខ្ពស់មួយទៀតមួយខ្ពស់ហើយយកទៅនេះរុំវាពាត់អញ្ចឹងមកមើលមួយពេលដែលហើយអញ្ចឹងគឺយើងចាប់ដើមមូលវិញវាអញ្ចឹងមកដើម្បីឲ្យជាប់ហើយយើងតម្លាក់ទាំងអស់ហ្នឹងចូលមករកគ្នាហើយចាប់ដើមក្តោបយករៀងវាតែម្ដងសម្រាប់កូនស្លាបតូចនេះគឺយើងធ្វើចំនួន3នៅក្នុងផ្កាហ្នឹងត្រូវការ3ឥឡូវបន្ទាប់ពីហើយស្លាបតូចស្លាបធំហើយយើងចូលទៅធ្វើស្លឹកម្ដងទៅនិយាយទៅ step ក្នុង orchidea នេះរៀងច្រើនមែនតើឥឡូវយើងមកធ្វើស្លឹកនេះយើងត្រូវការកាមញីចំនួន6តសៃដែលយើងយក5តសៃហើយនឹងមួយតសៃទៀតយើងបត់ជា2ដើម្បីគួចវាពីខាងក្រៅអញ្ចឹងសរុបទាំងអស់6តសៃណានៅក្នុងដែលខ្ញុំកំពុងធ្វើស្លឹកម្ដង6តសៃស្លឹកនេះអត់សូវខុសពីកូនស្លាបតូចមិញទេគ្រាន់តែយើងធ្វើរៀងធំចាហើយត្រូវតែយកឲ្យចំពាក់កណ្ដាលកន្លែងគួចនេះឲ្យចំ15 cm ខ្ញុំបង្ហាញមួយរៀងច្បាស់ដើម្បីឲ្យបងតែគាត់មើលឲ្យធ្វើបានកុំឲ្យថាមើលឲ្យអត់យល់ចឹងណាព្រោះអីចង់ឲ្យចេះណាមួយបើសិនជាបងបានមើលហើយត្រូវការអត់ដឹងទិញសម្ភារៈអីណាគឺខាងខ្ញុំមានលក់ដូចគ្នាអញ្ចឹងគឺបរិយានេះចេញពីបេះដូងចេញពីចិត្តតែម្ដងវីដេអូនេះក៏ខ្ញុំផុសនៅក្នុង YouTube ដែរបើសិនជានៅក្នុង page ឬមួយក៏ TikTok ខ្ញុំរៀងពិបាកមើលព្រោះយើងផុសវីដេអូទូទៅច្រើនអាចឆែក YouTube ព្រោះ YouTube គឺយើងផុសតែការបង្រៀនបត់ផ្កាខ្ចប់ផ្កានិងដេកតុបតែងអីផ្សេងទេសម្រាប់សម្ភារៈដែលបងមើលឃើញនៅក្នុងវីដេអូហ្នឹងភាគច្រើនគឺខ្ញុំមានលក់ទាំងអស់គឺអត់មានថាអត់នេះណាព្រោះដោយសារភាគច្រើនគឺយើងលក់ផងយើងធ្វើផងយើងបោះដុំផងឥឡូវឡើងតែនិយាយមកដល់វគ្គស្លឹកមកស្លឹកពេលដែលយើងធ្វើហើយអញ្ចឹងកុំភ្លេចដាក់កូនដើមបន្តិចមកប្រវែងប្រហែលជា2ខ្នងដៃ3ខ្នងដៃយើងក៏បានដែរហើយពត់ស្គុតនេះខ្ញុំប្រើពណ៌បៃតងកម្មៅស្គុតក៏យើងមានច្រើនពណ៌ដែរសម្រាប់បងប្អូនដែលគាត់ត្រូវការអញ្ចឹងសម្រាប់ orchidea មួយដើមនេះខ្ញុំត្រូវការស្លឹកតែ3ទេបងប្អូនចង់ធ្វើ4ក៏បានដែរដល់វគ្គបន្ទាប់គឺត្រូវការ snow ចា orchidea យើងមាន snow ណាហើយខ្ញុំរើសយកពណ៌រៀងស្វាយស្រាលយើងអាចដាក់ពណ៌លឿងពណ៌អីក៏បានដែរtrongវីដេអូខ្ញុំដាក់ឲ្យមើលអញ្ចឹងអានេះយើងយកមកចុងកញ្ចក់យើងអញ្ចឹងមកយើងពុតហើយយើងធ្វើមួយអំបងនិយាយទៅអត់ពិបាកទេបន្ទាប់ពីធ្វើ snow ខាងក្នុងនេះហើយគឺខ្ញុំត្រូវដាក់កូនទូចមួយទៀតហើយខ្ញុំប្រើប្រាស់មួយគ្រាប់ស្លៃហ្មងទៅដោយសារតម្លៃវាធូរថ្លៃហើយវាមានច្រើនពណ៌ឲ្យខ្ញុំត្រូវចិត្តទៀតនេះមកកញ្ចប់តាមរៀលជាងខ្ញុំមានឡើង130គ្រាប់ខ្ញុំប្រើយកអាកូនទូចហ្នឹងមកល្មមដាក់ចំកណ្ដាលនេះប៉ស្អាតហ្មងអញ្ចឹងឥឡូវដល់វគ្គឡើងជ្រុញហើយយើងចាប់ផ្ដើមទៅផ្គុំផ្កាទាំងអស់គ្នាយើងចាប់ផ្ដើមយក snow ខាងក្នុងមួយហើយបិទជាមួយនឹងស្លាប
ចំនួន2អាធំណាយកធំមកបិទមុនព្រោះយើងធ្វើ2មិញហ្នឹងយើងបិទសងខាងមករួចហើយតបមកដល់វគ្គយកកូនស្លាប់តូចហ្នឹងយកមកបិទសងខាងពីលើមួយជាន់ទៀតដែរស្លាប់តូចយើងមាន3អញ្ចឹងយើងបិទសងខាងលើហ្នឹងចំនួន2ហើយនឹងខាងក្រោមនេះតកមួយអញ្ចឹងចឹងបងមើលរូបរាងតាមនឹងបាននិយាយពេលផ្គុំស្រួលទេបន្ទាប់ពីផ្គុំហើយយើងចាប់ផ្ដើមជាមួយនឹងការហុំជើងស្លឹកខាងក្រោមនេះដើម្បីឲ្យយកទៅដាក់លើដើមទៅវាស្អាតពណ៌វាមានបៃតងកម្លាំងហើយមកដល់វគ្គនេះរំលឹកដូចការវគ្គយើងរៀនគៀសិលចឹងគ្រាន់តែថាយើងយកតែ4បានហើយបន្ទាប់ពីគ្រប់4ហើយយើងពាត់វាអញ្ចឹងមកបងមុនធ្លាប់រៀនធ្វើផ្កាគៀសិលមួយខ្ញុំគឺ style តែមួយទេណាគ្រាន់ថានេះយើងធ្វើជាកូនផ្កាដែលមិនទាន់រីកអាគ្រាប់ផ្កាទុយអូខេដេយើងទុយមែនតើយើងឆ្នៃឲ្យបានដូចចឹងទៅខ្ញុំធ្វើនេះថែមមួយទៀតយើងអត់យករិចទេណាគឺក្តោបវាយកហ្មងនេះ4ហ្នឹងគឺយើងក្តោបវាចូលគ្នាឡើងជាកប៉យមួយអញ្ចឹងយើងហុំស្កុតពណ៌បៃតងយើងទៀតហើយអញ្ចឹងគ្រាប់នេះខ្ញុំធ្វើសរុបដូចជា5 6គ្រាប់ដើម្បីទុកធ្វើជាកូនផ្កាតូចនៅមេឃខាងលើទៀតទៅរកវគ្គបន្ទាប់គឺចាប់ផ្ដើមធ្វើដើមហើយដើមខ្ញុំប្រើដើមដែកចំនួន3ផ្គុំគ្នាឲ្យធំហើយមាំបន្តិចដោយប្រើប្រាស់ជាមួយនឹងស្កុតរុំវាមកតង់សិនហើយបាទខ្ញុំចាប់ផ្ដើមយកកូនផ្កាតូចចំនួន5 6គ្រាប់មិញហ្នឹងយកមកផ្គុំវាទៅអញ្ចឹងសម្រាប់ការផ្គុំនេះបងអាចតាមអារម្មណ៍ស្រឡាញ់មិនផ្គុំអញ្ចឹងទៅគៀកបន្តិចក៏បានរៀងវើតិចក៏បានដែរគ្រាន់តែដាក់ប៉ុននេះវាល្មមហើយយើងក៏យកផ្កាដែលយើងបានធ្វើមុនហ្នឹងគឺខ្ញុំធ្វើ3គ្រាប់ឯណានៅក្នុងមួយដើមនេះខ្ញុំដាក់តែ3គ្រាប់ទេឥឡូវគ្រាប់ទី1គ្រាប់ទី2ពេលដែលដាក់ដល់គ្រាប់ទី3ហើយបងអាចយកវាទៅដេកនៅក្នុងផើងបានហើយអញ្ចឹងថ្ងៃនេះខ្ញុំចង់លេងបែបលាតមួយដើមល្មមនេះមួយដើមរបស់យើងហើយបានពុតតិចមកពុតដែកយើងពុតបានអញ្ចឹងយើងចាប់ដើមយកថោឬក៏ផើងនេះមកអានេះក៏ខ្ញុំមានលក់ដែរណាបងតម្លៃតែ$1ទេសំខាន់គឺវាមានស្នោស្រាប់នេះគ្រាន់តែយកទៅដោតយកតែម្ដងហើយបន្ទាប់មកនេះស្លឹកដែលយើងបានធ្វើចំនួន3មិញហ្នឹងបងពុតពេលវាបន្តិចឲ្យមើលទៅធម្មជាតិមកយើងពុតបានតែប្រយ័ត្នតិចណាពុតមិនស្រួលវាទៅវាអាក្រក់មើលយើងពុតចឹងមកចំនួន3ដាក់ផ្គុំវាតាមតំណើដែលយើងគិតថាសមតំណងហ្នឹងមកហើយបើសិនជាបងចង់ធ្វើច្រើនតងជាងហ្នឹងច្រើនមែកជាងហ្នឹងក៏បានដែរផើនេះដាក់បានទៀតហើយខ្ញុំក៏បានធ្វើចំនួន2ពណ៌ដែរបងណាគឺជាមួយនឹងពណ៌ស្វាយស្ដិតស្វាយស្រាបែបនេះ snow ខាងក្នុងហើយនឹងពណ៌ស្វាយដែលមាន snow បែបរៀងពណ៌លឿងនិយាយទៅស្អាតម្យ៉ាងម្នាក់គ្រាន់តែពណ៌នេះវាមើលទៅរៀងលិចជាងនេះគឺបានរួចរាល់100%ហើយមិនដែលបងស្អាតបងជួយឲ្យបន្ទុកម្នាក់មួយមកនេះបើថាចង់រៀនធ្វើឥឡូវនេះខាង page កំពុងតែមាន promotion ពិសេសបងអាចឆាតទៅយក promotion នៅក្នុង page រចនាផ្កាกระดาษបោះដុំសម្ភារៈបានសូមប្រយ័ត្នច្រឡំ page ណាបងនេះ page របស់ខ្ញុំមានលេខទូរស័ព្ទ017 623 612ហ្នឹងណា